ស្វែងរកជើងខ្លាំងអ្នកដែលចូលចិត្តផឹកផឹកអស់ម្ដងទទួលបាន$100មានសមត្ថភាពប៉ុណ្ណាទទួលបានប៉ុណ្ណឹងអ្នកនរគ្នានិយាយទៅងាយៗគ្រាន់តែលើកដាច់បានលុយមកតែបច្ចេកកម្មវិធីនេះមានតែក្នុងពេលខួបឯណាពេលអត់ខួបអត់មានកម្មវិធីនេះទេទៅណាតាមួយសម្រួលមកថា10ទី1គឺដាច់ដោយទឹកមុខញញធម្មតាទទួលបាន$100ភ្លាមឥឡូវចូល10ទី2ម្ដងលឿនអត់ទៅគាត់ក្នុងគ្នាមើលឲ្យមានកម្លាំងទឹកផឹកដែរជួយដូចជាសើស្រួយអ្នកគ្នាយកបានតាម100ក៏មិនដឹងដល់ទី2ធាក់មកវិញហ្នឹងនេះនេះពី9អូអីថ្ងៃអមីអងតែមើលទៅយ៉ាងណាក៏បោះបង់ការប្រកួតដែរអ្នកគ្នាពុទ្ធសាសតលុយស្រួលហខ្លាំងណាស់នៅមកមក10 100ហោណាបានទៅទេអូខេសម្រាប់សេចក្តីមក10ទី2ឆ្លងកាត់បានទទួលបាន$100ភ្លាមទៀតអ្នកគ្នាអើយដល់វគ្គទី3គេសុំចាក់ដាក់កែម្ដងដោយសារតែរៀងធ្ងន់ណាស់អ្នកគ្នាអត់អីទៀតជូនតាមសំណុំពរមានកដាត់មកកដាត់ឲ្យផឹកធម្មតាផឹកបានប៉ុណ្ណាយកលុយប៉ុណ្ណឹងจัดได้ដល់វគ្គអញ្ជៀនណាអ្នកគ្នានិយាយទៅអត់ដឹងថាមានសមត្ថភាពយកអត់ទេនិយាយទៅផឹកអស់ពី10នឹងទទួលបានអញ្ជៀនមួយវងទៀតប៉ុន្តែសម្រាប់លក្ខខណ្ឌគឺត្រូវយកលុយ$300ហ្នឹងទិញជាមួយនឹងប្រអប់ដែលខ្ញុំកំពុងកាន់នឹងតែគាត់ហ៊ានទិញបើថាគាត់ហ៊ានទិញអាហ្នឹងខ្ញុំឲ្យបន្តតែបើថាអត់បន្តទេគឺយក$300ហ្នឹងទៅអារបស់នេះខ្ញុំយកមកផ្ទះវិញអត់តែមិនត្រូវដោយសារតែការអាណិតអ្នកគ្នាថ្ងៃខួបកណាត់ខ្ញុំធ្វើបាបឥឡូវនឹងឲ្យអាន boxing ហ្មងទៅឆ្នាំនេះយើងលក្ខណៈថាហិងធូធាដែរអញ្ចឹងយើងក៏ជួនជាមួយនឹងចិញ្ចៀនមួយវងទៅណាតែនេះដាក់បានតែ3ដបក្អួតតែហ្នឹងអញ្ចឹងមិនសិនមើលបងណាតែគាត់មានសមត្ថភាពខ្លាំងជួយចិត្តផឹកអីអញ្ចឹងមានកម្មវិធីខួបកណាត់អីដាក់មកប្រាវមើលនេះថ្ងៃនេះមកចែកចាយអាចកំបាំងនៃការថែរៀងរបស់ខ្ញុំទៅអ្នកគ្នានិយាយទៅជាប្រចាំគឺខ្ញុំមានអាពីរនៅក្នុងដៃហ្មង V Cafe ជាមួយនឹង V Jelly គឺជាគូនឹងគ្នាអញ្ចឹងអ្នកគ្នាសម្រាប់ V Cafe ហ្នឹងយើងញ៉ាំពេលព្រឹកអ្នកគ្នាមួយថ្ងៃយើងញ៉ាំ2កញ្ចប់អញ្ចឹងទៅដល់ពេលល្ងាចយើងអាចញ៉ាំជាមួយនឹង V Jelly បន្ថែមបានដោយសារតែ V Cafe អ្នកគ្នាគឺដឹងអត់ថាវាស្រកដោយសារការបត់ចង្តូចវាដិតតម្លៃជាខ្លាញ់យើងហើយយើងផឹកទឹកឲ្យច្រើនទៅវាមកតាមការបន្តបង់បត់ចង្តូចយើងនឹងឯងបន្តទៅទៀតបើសិនជាអ្នកទាំងអស់គ្នាមានបញ្ហាក្នុងការបន្តបង់អ្នកគ្នាអាចញ៉ាំ V Jelly សម្រួលបន្ថែមព្រោះដោយសារតែ V Jelly គឺមានមុខងារជួយដិតតម្លៃជាខ្លាំងនឹងប៉ាវែងក្បាលពួនអ្នកទាំងអស់គ្នាបន្ថែមតែប៉ុណ្ណឹងឯអ្នកគ្នាគឺជួយឲ្យក្បាលពួនអ្នកគ្នាស្មើនៅក្នុងរយៈពេលខ្លីទៀតអញ្ចឹងអ្នកទាំងអស់គ្នាចង់បានរាងស្អាតកុំភ្លេចប្រើជាមួយនឹង V Cafe ហើយនិង V Jelly ណាព្រោះដោយសារតែជាប្រចាំគឺខ្ញុំតែងតែប្រើជាមួយនឹងពីរនឹងអញ្ចឹងអ្នកគ្នាខ្ញុំញ៉ាំមកថតអ្នកគ្នាដោយសារតែជាប្រចាំគឺខ្ញុំតែងតែប្រើប្រាស់ជាមួយនឹង V Cafe និង V Jelly នឹងឯង